Get ready with me for go outside នៅទាំងអស់គ្នាអញ្ចឹងតោះមក get ready ជាមួយខ្ញុំទាំងអស់គ្នាថាមុននឹងទៅក្រែងធ្វើអីគេខ្លះជំរាបសួរសួស្តីអ្នកទាំងអស់គ្នាមកកាន់ vlog ខ្ញុំទេដែរគឺថ្ងៃហ្នឹងគឺខ្ញុំទៅខាងក្រៅអ្នកទាំងអស់គ្នាមុននឹងទៅខាងក្រៅអ្នកទាំងអស់គ្នាធ្វើអីគេដែរសម្រាប់ខ្ញុំគឺអត់មានអីច្រើនទេអ្នកទាំងអស់គ្នាគឺត្រូវតែមក make up សិនហើយអ្នកទាំងអស់គ្នាកុំភ្លេចអត់សោះនៅក្នុងការ make up មួយហ្នឹងគឺអត់ sunscreen បានទេទោះបីយើងប្រើម្សៅទំនាស់ប្រើជា cushion អីក៏ដោយក៏ត្រូវតែមាន sunscreen ដែរបើសិនជាអ្នកនរគ្នាមាន sunscreen ទេគឺមុខរបស់យើងអាចជាឡើងរោឬក៏ឡើងមុនអីអញ្ចឹងទៅអ្នកនរគ្នាហើយក្រោយពីខ្ញុំដាក់ sunscreen ដាក់អីហើយអ្នកនរគ្នាកុំភ្លេចលាបកផងកុំឲ្យសតមុខអញ្ចឹងណានឹងត្រូវលាបកឲ្យស្មើផងហើយឥឡូវហ្នឹងគឺខ្ញុំបានលាបឲ្យអស់ហើយអ្នកនរគ្នាហើយក្រោយពីយើងលាប sunscreen ទៅហើយយើងក៏មានច្រើនអ្នកគ្នាយើងយកពងវាមកតបតវាចូលមកឲ្យស្មើគ្នាហើយយើងក៏មកប្រើជាមួយនឹង cushion របស់យើងគឺ cushion ហ្នឹងគឺមានតម្លៃថោកខ្លាំងមែនតើអ្នកគ្នាខ្ញុំឃើញគេល្បីក្នុង TikTok ខ្ញុំក៏រត់ទៅទិញគេដែរអញ្ចឹងណាហើយខ្ញុំចង់មកសាកមើលថ្ងៃហ្នឹងថាចាំមើលខ្ញុំលាបមួយថ្ងៃហ្នឹងគឺវាអាចនៅធន់មួយមុខខ្ញុំបានអត់អញ្ចឹងខ្ញុំសាកលាប cushion ហ្នឹងគឺតម្លៃត្រឹមតែដូចជាកាយខ្ញុំទិញហ្នឹងតម្លៃតែ$2កន្លះអ្នកគ្នាថោកខ្លាំងហ្មងថោកវាថាខ្ញុំធ្លាប់ប្រើ cushion ផ្សេងៗគឺវាថ្លៃជាងនឹងដល់ពេល cushion ហ្នឹងគឺថោកហ្មងប៉ុន្តែ cushion ហ្នឹងខ្ញុំទិញមកគឺវាអត់សូវត្រូវមួយស្បែកមុខខ្ញុំទេដោយសារមូលហេតុគឺវាសជាងមុខខ្ញុំពេកមុខខ្ញុំវារៀងកម្ៅបន្តិចអញ្ចឹងខ្ញុំទិញយកសពេកបងប្អូនគ្នាដែលមុខរាងសអាចទិញយក cushion ហ្នឹងបានក្រោយពីយើងតាប់ cushion តាប់អីហើយយើងក៏មកដាក់ color ភ្នែកអ្នកនរគ្នាខ្ញុំលាប base ខាងលើវាឲ្យ stop មកខ្ញុំលាបពណ៌សាច់អ្នកនរគ្នាត្បូងទៅមកទៀតខ្ញុំក៏ដាក់ color ពណ៌រៀងបែកត្បែកព្រៃហើយឥឡូវយើងដល់វគ្គគូអញ្ចាមម្ដងហើយខ្ញុំប្រើឈើគូអញ្ចាមនេះអ្នកទាំងអស់គ្នាមុនយើងគូអញ្ចាមឲ្យបានស្អាតអ្នកនរគ្នាក៏ត្រូវតែសិតវាដែរហើយឥឡូវខ្ញុំចាប់ផ្ដើមគូហើយដោយសារតែអញ្ចាមខ្ញុំមានតម្រងស្រាប់អញ្ចឹងខ្ញុំអត់បាក់គូអីម៉ាទេគូវាឲ្យចេញមកដោយសារសម័យឥឡូវគឺចិត្តអញ្ចាមបែបអញ្ចឹងរៀងត្រង់អញ្ចឹងណាខ្ញុំក៏ស្រឡាញ់អញ្ចាមរៀងត្រង់កាច់អញ្ចឹងដែរហើយក្រោយពីខ្ញុំគូអញ្ចាមគូអីហើយមានអីទេគឺយើងមកគូ eyeliner សម្រាប់ខ្ញុំគឺការគូ eyeliner គឺពិបាកខ្លាំងមែនតើអ្នកនរគ្នាប៉ុន្តែខ្ញុំនិយាយថាខ្ញុំរៀងគូរាល់ថ្ងៃដែរអញ្ចឹងទៅវារៀងថ្នឹកដែរតែគូម្ដងមិនដែលបានស្មើគ្នាទេមួយស្អាតមួយអាក្រក់រហូតឥឡូវក្រោយពីយើងគូ eyeliner ហើយខ្ញុំក៏បានមកលាបជាមួយនឹង mascara Maybelline អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយ brand Maybelline នឹងល្បីខ្លាំងមែនតើហើយសម្រាប់ mascara នឹងគឺខ្ញុំប្រើជាប្រចាំអ្នកទាំងអស់គ្នាវាជាប់ល្អអញ្ចឹងណាហើយខ្ញុំពណ៌តែខាងលើហើយនិងខាងក្រោមហើយដើម្បីឲ្យភ្នែកយើងកាន់តែមើលទៅឃើញស្អាតអញ្ចឹងខ្ញុំក៏ដល់វគ្គលាបក្រែមលាបអីហើយអ្នកទាំងអស់គ្នាក្នុងវីដេអូហ្នឹងគឺខ្ញុំភ្លេចលាប color ថ្ពណ៌ខ្ញុំទៅបន្ថែមតាមក្រោយឯងគឺចប់វីដេអូហើយប៉ុន្តែទៅលាប color ថ្ពណ៌តាមក្រោយអញ្ចឹងអាហ្នឹងគឺជា result ដែលខ្ញុំបានផាត់មុខថ្ងៃហ្នឹងអ្នកគ្នាសម្រាប់ទៅខាងក្រៅគឺហើយមុននឹងចេញទៅក្រៅអ្នកនរគ្នាកុំភ្លេចគ្រឿង accessory អីសោះអ្នកនរគ្នាព្រោះអីវាជួយតុបតែងយើងឲ្យមើលទៅកាន់តែស្អាតជាងមុនដែរពាក់កវលពាក់អញ្ជៀនពាក់ខ្សែកឬក៏ខ្សែដៃអីទៅតាមដែលយើងមានអញ្ចឹងណាហើយស្រកកវលហ្នឹងគឺទៅទិញដែរទិញការប្រយុទ្ធមិញគឺមក unboxing ថ្ងៃហ្នឹងដើរលេងថ្ងៃហ្នឹងហ្មងយើងយូរយើងមានថ្ងៃ day off អីម្ដងអញ្ចឹងណាយើងតែងខ្លួនឲ្យស្អាតទៅដើរលេងថតរូបមកវិញអស់លុយចាយជីវិតគឺមានតែប៉ុណ្្នឹង